គឺខ្ទឹមអត់គេឡើងខ្ទឹមទឹកពោតបារាំងស្វ័យមក Morning Glory សាច់ជ្រូកស្អាតសាច់ផ្លូវមាន់ជ្រាបសួរសួស្តីអ្នកទាំងអស់គ្នាចាក់ដូចជាបានឃើញនៅដើមវីដេអូអញ្ចឹងគឺយើងរៀបរាប់អំពីបន្លែផ្សេងៗពីព្រោះថាថ្ងៃនេះគឺយើងមានកម្មវិធីមួយដែលយើងនឹងញ៉ាំអាហារពេលល្ងាចជាមួយគ្នាចាហើយពួកគាត់បានចូលរួមក្នុងការដែលអឺធ្វើកិច្ចការក៏ដូចជាធ្វើម្ហូបជាមួយគ្នាដើម្បីនឹងញ៉ាំហើយពួកគាត់នេះផងដែរគឺសុទ្ធតែជាក្រមុំស្រីស្អាតនៅឯព្រះវិហារភាសាថ្មតាជីវិតនៅភូមិភាសាឃុំព្រះនិព្វានស្រុកគងពិសីខេត្តកំពង់ស្ពឺហើយយើងជិះពីភ្នំពេញមកតាមផ្លូវជាតិលេខ3ចម្ងាយប្រហែល40គីឡូម៉ែត្រទេគឺយើងមកដល់ព្រះវិហារហើយពួកខ្ញុំជារៀងរាល់សប្តាហ៍គឺយើងតែងតែមកជួបជុំដើម្បីនឹងថ្វាយបង្គំព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទជាមួយគ្នាហើយពួកយើងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រធ្វើកិច្ចការផ្សេងៗអ្នកខ្លះក៏បង្រៀនអ្នកខ្លះក៏អឺធ្វើការក្រុមហ៊ុនឬក៏អ្នកជំនួញអ្នកគ្រូពេទ្យព្យាបាលអីផ្សេងក៏ប៉ុន្តែថ្ងៃសៅរ៍អាទិត្យគឺដឹងតែពួកយើងឈប់សម្រាកហើយមកព្រះវិហារដើម្បីនឹងជួបជុំគ្នាប្រកបអាហារក៏ដូចជាសួរសុខទុក្ខនិងនិយាយគ្នាអំពីកិច្ចការដែលពួកយើងបានខានជួបគ្នារយៈពេល5ថ្ងៃហ្នឹងអញ្ចឹងគឺសប្បាយរីករាយមែនទែនហើយក៏ដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងឥឡូវនេះកំពុងតែរួមគ្នាធ្វើម្ហូបអាហារហើយថ្ងៃនេះគឺមានbarbecue ចាអ្នកទាំងអស់គ្នាឃើញហើយកំពុងតែដោតយ៉ាងស្វិតស្វាញចាមានបន្លែមានដូចជាផ្សិតពោតបារាំងការ៉ុតហើយនឹងសាច់ជ្រូកចាយើងប្រើសាច់ជ្រូកហើយមានប្រហិតមានអីខ្លះទៀតអ្នកនរគ្នាយើងមានអាំងប្រហិតមានអាំងសាច់ក៏ដូចជាដុតដលងដុតពោតអីផ្សេងទៀតចឹងគឺសប្បាយមែនតើពួកយើងចូលរួមជាមួយគ្នាបន្តិចបន្តួចទៅគឺបង្កបរិយាកាសយ៉ាងសប្បាយរីករាយបានហើយដូចអ្នកនរគ្នាដឹងចឹងពេលយើងធ្វើការនឿយហត់យើងស្មុគស្មាញយើងអីយើងតែងតែចង់ទៅណាគឺយើងទៅសាកថ្មជីវិតអីចឹងតាមរមណីយដ្ឋានក៏ដូចជាព្រៃព្រឹក្សាអីផ្សេងតំបន់ទេសចរមួយចំនួនក៏ប៉ុន្តែពួកខ្ញុំនេះគឺយើងក្តីសុខរបស់ពួកយើងគឺជួបជុំគ្នាហើយប្រកបអាហារជាមួយគ្នាអ្នកណាចេះធ្វើអីគឺយើងធ្វើនឹងទៅសំខាន់គឺយើងចូលរួមទាំងអស់គ្នាដើម្បីបង្កបរិយាកាសមួយហ្នឹងឲ្យសប្បាយរីករាយចាឥឡូវបងស្រីក៏កំពុងតែធ្វើទឹកត្រីបុកយ៉ាងទំនងមែនតើហើយឆ្ងាញ់ទៀតអ្នកនរគ្នាខ្ញុំឃើញហើយខ្ញុំនឹកឃើញទៅដល់សាច់អាំងក៏ដូចជាគ្រឿងសមុទ្រអាំងឡើងវិញណាចាហើយឥឡូវនេះចាកញ្ញាអត់សក់ចាកាត់សក់អស់ហើយលេងកំពុងតែបង្កាត់ភ្លើងដើម្បីនឹងអាំងអ្នកនរគ្នាឃើញថាពួកខ្ញុំនេះចូលរួមជាមួយគ្នាអ្នកណាចេះធ្វើអីធ្វើនឹងទៅហើយខ្ញុំនេះក៏មិនសូវជាខានប្រកាត់ភ្លើងយូរក៏មិនសូវជាស្នឹកជំនាញប៉ុន្មានដែរចានេះបងស្រីគឺគាត់ជាអ្នកថតចាបរិយាយខ្លះហើយមានអ្នកខ្លះ selfie នៅខាងក្រោយអ្នកនរគ្នាឃើញទេសប្បាយណាស់ពួកយើងធ្វើទៅមានការសប្បាយរីករាយអ្នកខ្លះក៏ធ្វើផ្សេងចាចូលរួមម្នាក់ម្ដាយមួយជើងទៅសម្រាប់មកបន្តិចយើងក៏មកញ៉ាំអាហារជាមួយគ្នាចាឥឡូវគឺថាយើងបង្កាត់ភ្លើងឆេះហើយសប្បាយចិត្តមែនតើចាហើយសម្រាប់ការបង្កាត់ភ្លើងនេះគឺខ្ញុំប្រើរយៈពេលយូរមែនតើដើររកដីកេះផងដើររកភ្លើងផងតម្រាំតែបានប៉ុណ្ណេះព្រោះយើងធ្លាប់តែប្រើជាក្រានហ្គាសហើយយើងមកប្រើនេះអត់មានដីកេះអត់អីហើយហើយជុំវិញគ្មានអ្នកណាមានទេឥឡូវបានបង្កាត់ហើយយើងក៏រៀបសាច់ទៅដាក់ពីលើចាឥឡូវយើងមានហើយសាច់របស់យើងពោតក៏ដូចជាដលងអីហ្នឹងគឺយើងយកមករៀបអាំងតំណងអ្នកទាំងអស់គ្នាចាអាចធ្វើញ៉ាំជុំគ្នាបានជុំគ្រួសារជុំអីអ្នកទាំងអស់គ្នាតែពួកខ្ញុំនេះគឺគ្រួសារធំហើយគ្រួសារក្នុងព្រះអង្គចាគឺធំមែនតើអញ្ចឹងយើងចូលរួមម្នាក់ម្ដាយមួយជើងទៅចាដើម្បី
យើងមានកម្មវិធីជួបជុំញ៉ាំអាហារហើយយើងធ្វើជារៀងរាល់សៅរ៍អាទិត្យចឹងទៅគាត់ថាថ្ងៃខ្លះយើងមានការអាំងមានការធ្វើស៊ុបមានការធ្វើសម្លអីផ្សេងប៉ុន្តែយើងតែងតែជួបជុំគ្នាជារៀងរាល់សប្តាហ៍ដើម្បីការញ៉ាំអាហារជាមួយគ្នានិងការថ្វាយបង្គំនៅថ្ងៃអាទិត្យតែថ្ងៃនេះគឺជាថ្ងៃសៅរ៍ណាអ្នកនរគ្នាកម្មវិធីដែលពួកយើងញ៉ាំនេះគឺល្ងាចថ្ងៃសៅរ៍ចឹងថ្ងៃស្អែកយើងថ្វាយបង្គំនៅទីនេះគឺល្ងាចហើយយើងជួបជុំញ៉ាំនេះគឺល្ងាចឥឡូវយើងកំពុងតែរៀបដាក់លើតុចាំមានកូកាមានអីមានបាយចឹងទៅអ្នកខ្លះគាត់ក៏ញ៉ាំបាយអ្នកខ្លះគាត់ក៏អត់ញ៉ាំចឹងទៅហើយសំខាន់គឺយើងបានជួបជុំគ្នានិយាយគ្នាពីនេះពីនោះចាហើយពួកគាត់នេះគឺអ្នកខ្លះគាត់ក៏ចេញពីធ្វើការរៀងហត់ដែរបានមកទៅគាត់អត់បានជួយបានអីទេប៉ុន្តែក៏យើងសប្បាយរីករាយពេលដែលគាត់បានចូលរួមចាមានក្មេងមានចាស់ចាស់ហើយការញ៉ាំសាច់អាំងនេះគឺយើងធ្វើរហូតដល់យប់តែម្ដងហើយយើងញ៉ាំរួចរាល់យើងជជែកគ្នារួចរាល់អំពីការងារផ្សេងសុខទុក្ខផ្សេងជាមួយគ្នាអ្នកខ្លះគាត់ចែកចាយអំពីរឿងរបស់គាត់ការងាររបស់គាត់កន្លែងជំនួយរបស់គាត់ចានិយាយទៅចាំមានពួកគាត់ចង់ជាក្រេមកគ្រួសារដែរអញ្ចឹងគាត់ក៏មកចូលរួមជាមួយយើងប្រកបអាជាមួយគ្នាហើយនិយាយពីនេះពីនោះដែរទៅកូនគាត់នេះរៀងអៀនអញ្ចឹងសិននិយាយតែឪពុកម្ដាយគាត់ហើយនេះគឺសប្បាយមែនតើហើយសប្តាហ៍នេះទៀតគឺយើងមានការធ្វើស៊ុបញ៉ាំម្ដងអញ្ចឹងសូមតាមដាននៅ vlog ក្រោយទៀតយើងនឹងមានការធ្វើស៊ុបហើយអាទិត្យនេះគឺយើងមានការញ៉ាំសាច់អាំងយើងញ៉ាំនេះគឺយើងញ៉ាំរួចហើយយើងជជែកគ្នាយើងសួរសុខទុក្ខគ្នារួចហើយក៏ឈានទៅដល់យប់បន្តិចចាគឺយើងមានការរាំចាយើងរាំយើងហៅបញ្ជ្រោអំពីសរសើរពីព្រះនាមព្រះយេស៊ូវដែលព្រះអង្គពួកយើងគឺជាអ្នកដែលគោរពកោតខ្លាចដល់ព្រះអង្គហើយជាអ្នកដែលស្រឡាញ់ហើយដឹងគុណអំពីព្រះម្ចាស់យេស៊ូវគ្រីស្ទដែលព្រះអង្គបានយាងមកផែនដីដើម្បីនឹងសង្គ្រោះពួកយើងម្នាក់ផងដែរចាឥឡូវនេះយើងចូលមកដល់រៀងយប់ហើយយើងចូលមកដល់ការលោតរាំជាមួយគ្នាចាមានតែញ៉ាំតាំងពីល្ងាចរហូតមកដល់យប់ទាំងអស់គ្នានេះគឺមកលោកគ្រូកងវិលរបស់យើងនៅក្នុងព្រះវិហារភាសាធម្មតាជីវិតគាត់គឺជាគ្រូកងវិលម្នាក់ដ៏ល្អខ្លាំងមែនទែនជាម្នាក់ដែលពូកែអត់ធ្មត់ឲ្យខ្ញុំរៀនបានច្រើនពីគាត់ខ្លាំងមែនទែនពេលដែលគាត់បានមកដល់ប្រទេសកម្ពុជានេះចាពីអ្នកទាំងអស់គ្នាឃើញទេសាច់អាំងគឺទំនងមែនទែនខ្ញុំឃើញកន្លែងនេះខ្ញុំឃ្លានឡើងវិញអ្នកនរគ្នាឥឡូវចូលមកដល់ការរាំរែកហើយចាទៅគឺសុបាយដល់ពីថ្ងៃរហូតដល់យប់តែម្ដងចាទុកសោកទៅបាក់អីផ្សេងគឺយើងបោះអស់ហើយការហត់ការនឿយណាយតែយើងធ្វើការងាររយៈពេលមួយសប្តាហ៍ហ្នឹងហត់យ៉ាងណាក៏មកដល់យើងសប្បាយរីករាយជាមួយគ្នាដែរព្រោះបងប្អូនគាត់ជួបជុំគ្នាក៏ចែកចាយទាំងបញ្ហាចែកចាយទាំងព្រះពរចែកចាយទាំងព្រះគុណហើយមកដល់នេះហើយទោះបីជាអ្នកមានទុកសោកក៏គេបោះទុកសោកចោលដែរព្រោះអីយើងចូលមកដើម្បីនឹងស្អាតស្អាតចិត្តគ្នាហើយលើកទឹកចិត្តគ្នាទៅវិញទៅមកដូចជាសរសើរដំកើងព្រះចឹងអ្នកអរគ្នាឃើញហើយគាត់នាំគ្នារួមជាមួយគ្នាចាហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណេះសូមអរគុណច្រើនដល់អ្នកទាំងអស់គ្នាដែលបានទស្សនាពីដើមរហូតមកដល់ចប់សូមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទប្រទានពរដល់បងប្អូនទាំងអស់គ្នាផងដែរហើយសូមកុំភ្លេចជួយចុច like និង share វីដេអូនេះផងដែរអរគុណច្រើនអ្នកទាំងអស់គ្នាសូមព្រះអង្គប្រទានពរបាយបាយ